ចាសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំកំពុងធ្វើដំណើរតាមផ្លូវទៅភូមិកំពង់កោឃុំបាំងចាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលក្រុមការងារយើងបាននាំក្មេងៗលេងកម្សាន្តនៅហ្គេមផ្សេងៗជាបន្តដូចតទៅនេះពួកគេកំពុងតែលេងហ្គេមស្ដេចបញ្ជាមើលគេលើកដៃទាំងអស់គ្នាហើយគេរាំទៀតអានេះហ្គេមអាឡឹកហើយនឹងជែកក្លុកនេះគេបានទទួលរង្វាន់ពេលតែគេលេងចប់ហ្គេមណាអ្នកឈ្នះឥឡូវហ្គេមរាំមួយទៀតហើយយើងជាងថ្វាយព្រះនៅក្នុងដួងចិត្តខ្ញុំណែលើកមេដៃទាញកាញ់ដៃថេកជើងកាច់ចកេះផ្អៀងកលៀនដាតហ្គេមនេះសបាយសើចរហូតមើលអ្នកគ្រូក៏នាំលេងពិតជាល្អមើលមែនជក់ចិត្តសបាយក្មេងៗគេរំភើបមានចម្រៀងពិសេសបន្តទៀតហើយនេះគឺជាហ្គេមកូនជៀមអ្នកណាដើរដល់ទីមុនហើយអត់ដាច់គ្នាអ្នកនោះឈ្នះណែលោកគ្រូអ្នកគ្រូនាំលេងហ្គេមថ្មីហើយលឿនវិញលឿនទៅឥឡូវលោកគ្រូអ្នកគ្រូគាត់បានជំរើស4ក្រុមជ្រុះនៅសល់2ក្រុមចាំមើល2ក្រុមហ្នឹងមួយណាឈ្នះបានលេខ1និងបានរង្វាន់នេះក្រុមចាញ់ចូលម្ដុំឥឡូវ2ក្រុមនេះប្រកួតគ្នាហើយបងប្អូនណែអូនេះមកដល់មុនហើយអញ្ចឹងក្រុមប្រុសនេះឈ្នះហើយអញ្ចឹងរកឃើញហើយក្រុមជាមដែលឈ្នះលេខ1គឺក្រុមក្មេងប្រុសនេះហ្គេមមួយទៀតដែរបងប្អូនគឺហ្គេមស្កប់ច្រើនមែនតើនេះមើលមែនតើបងប្អូនក្មេងប៉ិនប្រសពពូកែមែនឆ្លាតណាអ្នកមើលអ្នកគ្រូនាំលេងហ្គេមប្លែកគឺហ្គេមស្កប់ទាំងអស់គ្នាអ្នកណាកម្រើកអ្នកនោះចាញ់ចាំមើលជ្រុះនៅសល់តែ1 2 3ទេតើសល់ប្រហែលអ្នកចាំមើលជំរុះអស់ទៅនេះណែធ្លាក់ចិត្តអស់ហើយនៅសល់តិចតួចទេយើងនឹងរកឃើញអ្នកឈ្នះបន្តិចទៀតនេះនៅហ្គេមស្កប់យើងនាំក្មេងៗលេងហ្គេមនៅវាលស្រែស្ងាត់ល្អណាស់នៅទីនោះអញ្ចឹងវីដេអូនេះចាប់តែប៉ុណ្ណេះហើយសូមអរគុណច្រើនដែលបានតាមដានទស្សនារហូតដល់ចប់សូមជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលា